បានជម្រាបសួរបងប្អូនទាំងអស់គ្នាបានជួបគ្នាមកកាន់វីដេអូថ្មីទៀតហើយវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាអំពីការប្រើប្រាស់រូបមន្ត average yes និង average if មាន f អញ្ចឹងដោយបងប្អូនធ្លាប់ដឹងអញ្ចឹងថាយើងប្រើប្រាស់រូបមន្ត average ដើម្បីស្វែងរកមធ្យមភាពទៅលើទិន្នន័យដែលយើងចង់ស្វែងរកឬក៏បង្ហាញនៅមធ្យមភាពអញ្ចឹងកន្លងមកប្រហែលជាបងប្អូនធ្លាប់តែប្រើប្រាស់រូបមន្ត average អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកទៅលើរូបមន្ត average 4ដែលយើងអាចយកមកប្រើប្រាស់នៅក្នុង Microsoft Excel ដើម្បីបង្ហាញទិន្នន័យមធ្យមភាពទៅតាមលក្ខខណ្ឌទៅតាមអ្វីដែលបងប្អូនជួបប្រទះអញ្ចឹងទៅអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមអនុវត្តទាំងអស់គ្នា average យើងប្រើសម្រាប់ស្វែងរកមធ្យមភាពទៅលើទិន្នន័យជាលេខខ្ញុំឧទាហរណ៍ថាដូចបងប្អូនឃើញតារាង Excel នេះអញ្ចឹងបងប្អូនឃើញឈ្មោះបុគ្គលិកមានភេទមានថ្ងៃខែឆ្នាំកំណើតមានតួនាទីមានកម្រិតសញ្ញាបត្រមានរយៈពេលធ្វើការហើយមានប្រាក់បៀវត្សនិងកាដូផ្សេងដែលអ្នកគ្រប់គ្រងគាត់បានផ្ដល់ឲ្យណាអញ្ចឹងខ្ញុំនឹងប្រើប្រាស់រូបមន្ត average នេះដើម្បីស្វែងរកមធ្យមភាពនៃប្រាក់បៀវត្សបុគ្គលិកដែលយើងមានបុគ្គលិកសរុប10នាក់អញ្ចឹងបងប្អូនអាចអនុវត្តប្រើប្រាស់រូបមន្ត average បានដើម្បីស្វែងរកមធ្យមភាពអញ្ចឹងយើងគ្រាន់តែសេរូបមន្ត average មកបាទបងប្អូនឃើញនេះជ្រើសរើសបើក Photoshop មកអញ្ចឹងវាឲ្យយើងជ្រើសរើសពី number 1រហូតដល់ number 2 number 3រហូតដល់ number n អញ្ចឹងទៅបាទអញ្ចឹងបងប្អូន select មកបាទនេះខ្ញុំ select ទៅលើប្រាក់បៀវត្សរបស់បុគ្គលិករួចខ្ញុំបិទ Photoshop វិញហើយខ្ញុំ enter ទៅលាក់អញ្ចឹងមានន័យថាបុគ្គលិក10នាក់បើយើងជាមធ្យមទៅបុគ្គលិកម្នាក់គាត់អាចទទួលបានប្រាក់បៀវត្សហ្នឹងប្រហែលជាខ្ទង់$365អញ្ចឹងនេះយើងប្រើប្រាស់រូបមន្ត average ដើម្បីស្វែងរកមធ្យមភាពនៃទិន្នន័យជាលេខដោយឡែកយើងនឹងប្រើប្រាស់រូបមន្ត average ដើម្បីស្វែងរកមធ្យមភាពសម្រាប់ទិន្នន័យឬព័ត៌មានដែលបងប្អូនមានជាលេខផងជាអក្សរផងអញ្ចឹងវាធ្វើឲ្យបងប្អូនពិបាកស្វែងរកមធ្យមភាពប៉ុន្តែខ្ញុំបញ្ជាក់បងប្អូនដែរនៅពេលដែលយើងប្រើប្រាស់រូបមន្ត average នៅពេលដែលយើង select ទៅលើ column ឬក៏ row ដែលមានទិន្នន័យជាលេខផងជាអក្សរផងវានឹងរាប់ទៅតាមចំនួនcolumn ឬក៏ row ដែលបងប្អូនបាន select នេះអញ្ចឹងណាអញ្ចឹងកុំឲ្យខាតពេលយូរយើងអនុវត្តរូបមន្ត average ទាំងអស់គ្នាបងប្អូនចុចសញ្ញាស្មើបាទសញ្ញាស្មើរួចចុច average បាទនេះខ្ញុំរើសនៅលើកុំព្យូទ័រមានស្រាប់រួចបើកមួយចុចអញ្ចឹងវាឲ្យយើង select ពី value 1 value 2រហូតដល់ value n អីចឹងទៅអញ្ចឹងខ្ញុំនឹង select ទៅលើកន្លែង give នេះបាទកន្លែង row give នេះខ្ញុំ select មកបន្តទៀតខ្ញុំបិទមួយចុចមក enter អញ្ចឹងវានឹងបង្ហាញថាកាដូដែលយើងឲ្យជាលុយទៅកាន់បុគ្គលិកទាំង10នាក់ហ្នឹងជាមធ្យមប្រហែលជា$1.90អញ្ចឹងណាអញ្ចឹងអានេះវារាប់តែទិន្នន័យលេខនេះទេមាន2មាន5មាន5មាន7នេះអញ្ចឹងទៅអញ្ចឹងដើម្បីនេះយើងអាចផ្ទៀងផ្ទាត់ជាមួយគ្នាបងប្អូនអាចចុចសញ្ញាស្មើមកបាទសញ្ញាស្មើយើងផ្ទៀងផ្ទាត់យើងយក7បូកនឹង5បូកនឹង5ទៀតបាទបូកនឹង2ហើយបិទមួយចោលរួចចាយនឹងបុគ្គលិកជាង10នាក់អូខេអញ្ចឹងទិន្នន័យវាឃើញ$190ត្រឹមត្រូវជាមធ្យមណាអូខេនេះគឺប្រើប្រាស់រូបមន្ត average ដើម្បីបង្ហាញឬក៏រកមធ្យមភាពដែលមានទិន្នន័យជាលេខផងជាអក្សរផងងាយស្រួលដែលយើងមិនចាំបាច់ធ្វើការ sort យកទិន្នន័យជាលេខទេបាទអូខេតទៀតយើងនឹងអនុវត្តរូបមន្ត average if ដើម្បីបង្ហាញទៅលើមធ្យមភាពដែលមានលក្ខខណ្ឌខ្ញុំឧទាហរណ៍ថាខ្ញុំនឹងធ្វើការស្វែងរកមធ្យមភាពប្រាក់បៀវត្សនេះរបស់បុគ្គលិកនោះតែខ្ញុំចង់បានតែបុគ្គលិករៀន Bachelor Degree ឬក៏ BA ទេអញ្ចឹងយើងអាចអនុវត្តរូបមន្ត average if បងប្អូនអាចចុចសញ្ញាស្មើឬចុចពី average if នេះខ្ញុំជ្រើសរើសលើ desktop ដែលមានស្រាប់តាមទៀតកន្លែងនេះវាឲ្យយើងជ្រើសរើស
rèn ní nè chua để dựng trong đại lệ khánh nó còn vốn và chém trong từ chua đây trong đại lệ khánh đến cái công việc nhà bán đồng đích một phút chơi bia mùi máu cái ao nhưng chơi được criteria lệ khánh mà chém trong chơi được ba máu mà đồng đích bia mùi tiết cái ao dướng từ đó every rèn chém cả lại nhé để dựng trong rồi sum một phía chém cả lại đã bị vòn lại mất tại một phút bắt một người cho nó cái inter từ lệ mà chém người tham bốc lực để riêng ba nó chỉ mình xuống cứ buôn rối vòng bay để làm cho sang sẽ bay xe chính đâm bay tìm toàn theo cái trend được khó bông bồn a cho sọt từ lời cái này như sến mà cho sọt nó chơi rồi tại bị mà mà sọt cho bị mà tầm tiết nhưng thừa cả bộ sọt bông bồn smart bông mùi rối cho mùi rối bột nâng prem rối bột bay rồi há bột pi rồi há bột pi rồi há tiếpហើយយើងមើលថាមានបុគ្គលិកប្រមាណអ្នកដែលរៀន BA យើងរង1 2 3 4 5 6ចែកនឹង6មកបាទអូខេ408.33អញ្ចឹងយើងទៅមើលទិន្នន័យ average ដែលយើងបានប្រើប្រាស់រូបមន្តដែលត្រូវខុសអូខេត្រូវហើយគឺ408.33បាទនេះគឺប្រើប្រាស់ average if ដើម្បីរកមធ្យមភាពដែលមានលក្ខខណ្ឌបាទតែមានតែមួយលក្ខខណ្ឌទេបាទបើពីរលក្ខខណ្ឌយើងប្រើប្រាស់រូបមន្តផ្សេងទៀតអូខេតទៅទៀតយើងនឹងអនុវត្តអំពីការប្រើប្រាស់រូបមន្ត average if មាន f អញ្ចឹងយើងប្រើប្រាស់រូបមន្ត average if គឺស្វែងរកឬបង្ហាញមធ្យមភាពទិន្នន័យដែលមានមួយលក្ខខណ្ឌអញ្ចឹង average if មាន f គឺយើងបង្ហាញឬក៏ស្វែងរកមធ្យមភាពនៃទិន្នន័យរបស់យើងដែលមានចាប់ពី2លក្ខខណ្ឌឡើងទៅអញ្ចឹងយើងកុំឲ្យខានយើងអនុវត្តទាំងអស់គ្នាបាទចុចសញ្ញាស្មើមកបងប្អូនអាចចុចមកពី average if មាន f មកបាទខ្ញុំរើសលើ desktop ដែលមានស្រាប់បើមួយចោលមកអញ្ចឹងកន្លែងនេះវាឲ្យយើងបងជ្រើស select ទៅលើជួរដែលយើងចង់ស្វែងរកជុំភាពអញ្ចឹងណាបាទអញ្ចឹងខ្ញុំចង់រកកន្លែងសុខភាពនៃប្រាក់បៀវត្សបុគ្គលិកនេះរួចខ្ញុំចុចក្បៀសមួយចុចក្បៀសមួយវាឲ្យយើងដាក់ criteria rank អញ្ចឹងជួរដែលយើងចង់កំណត់លក្ខខណ្ឌអញ្ចឹងខ្ញុំចង់បានបុគ្គលិកដែល BA បាទចង់បាន BA នេះតាមទៀតក្បៀសមួយវាឲ្យយើងចុចទៅលើលក្ខខណ្ឌខ្ញុំចុច BA មួយបាទហើយក្បៀសមួយទៀតមកវានឹងឲ្យយើងទៅ select ទៅលើជួរដែលយើងចង់ដាក់លក្ខខណ្ឌទី2អញ្ចឹងខ្ញុំចង់បាន page pro ខ្ញុំ select page pro មកជួរ page មកហើយបន្តនេះក្បៀសខ្ញុំជ្រើសរើស page pro តាមទៀតបងប្អូនមិនបើសិនបងប្អូនមាន3លក្ខខណ្ឌបងប្អូនចង់ select ទៀតដាក់តទៀតប៉ុន្តែខ្ញុំយកតែ2លក្ខខណ្ឌនេះអញ្ចឹងតែប៉ុណ្្នឹងខ្ញុំបិទមួយចោលអស់ហើយខ្ញុំ enter ទៅលក្ខបាទអញ្ចឹងមានន័យថាបុគ្គលិកដែលរៀនបាទ Bachelor Degree ហើយ Page Pro ហ្នឹងក៏ទទួលបានប្រាក់បៀវត្សជាមធ្យមហ្នឹងគឺ$390អញ្ចឹងបងប្អូនចង់ទៀងទាត់អាចទៀងទាត់បានបងប្អូនចុច filter មួយទៅយើងជ្រើសរើសយកតែ Page Pro មកបាទតាមទៀតចុចកន្លែងសញ្ញាបត្រនេះយើងយកតែ BA មកបាទអូខេអញ្ចឹងយើងនឹងធ្វើការបូកទៀងទាត់ទាំងអស់អញ្ចឹងយើងយក600នេះបាទបូកនឹង500បូកនឹង350បូកនឹង250ទៀតបូកនឹង250ទៀតបិទមួយចុចរួចយើងរាប់ទាំងអស់គ្នា1 2 3 4 5ចែក5មកបាទ enter អញ្ចឹង$390សម្រាប់បុគ្គលិកដែលគាត់រៀន BA ហើយPage Pro ជាមធ្យមគឺ$390អញ្ចឹងយើងទៅមើលរូបមន្តដែលយើងបានគណនាទាំងអស់គ្នាតើត្រូវឬខុសអូខេ390អញ្ចឹងបើបងប្អូនធ្វើការសតតាមអ្វីដែលខ្ញុំបង្ហាញហើយបូកហើយចែកនោះវាយូរអញ្ចឹងយើងអាចប្រើប្រាស់រូបមន្ត average if មាន f ដើម្បីស្វែងរកមធ្យមភាពដែលមានចាប់ពី2លក្ខខណ្ឌឡើងទៅអញ្ចឹងណាបាទអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញតែប៉ុណ្្នេះទេគឺការប្រើប្រាស់រូបមន្ត average ទាំង4ដែលប្រើប្រាស់ទៅតាមអ្វីលក្ខខណ្ឌដែលបងប្អូនចង់ប្រើប្រាស់ឲ្យបានត្រឹមត្រូវណាបាទហើយអរ
គុណបងប្អូនទាំងអស់គ្នាសម្រាប់ការទេសនាវីដេអូនេះហើយបើសិនបើគិតថាវីដេអូនេះល្អជាចំណេះដឹងបងប្អូនអាចចែករំលែកបន្តទៀតបានបាទអរគុណបងប្អូនទាំងអស់គ្នាបាទ